ក្រុមផ្ដាច់ខ្លួនភៀកខាងត្បូងថៃបើកការវាប្រហាយយ៉ាងសន្ធាប់ឥតដកដៃឡើយភៀកខាងត្បូងប្រទេសថៃកំពុងវឹកវរខ្លាំងណាស់ដោយក្រុមផ្ដាច់ខ្លួនបង្កភាពចលាចលបើការវាប្រហាយយ៉ាងសន្ធាប់3យប់ជាប់គ្នាឥតមិនដកដៃឡើយការវាប្រហាយចុងក្រោយគឺកាត់ឡើងកាលពីរាត្រីថ្ងៃច័ន្ទនាម៉ោង8ដោយក្រុមសកម្មប្រយុទ្ធនាំគ្នាចូលប្លន់ដុតហាងមួយក្នុងតំបន់ឡាំងហ្កានៃស្រុកម៉ាយ៉ូតខេត្តប៉ាតានីតាមការផ្សាយរបស់អាមរិនដែលដកស្រង់របាយការណ៍របស់អាជ្ញាធរសកម្មយុទ្ធបិទមុខចន្លោះពី8ទៅ10នាក់បានសម្រុកចូលហាងប្លន់ទំនិញរួចក៏បង្កាយគ្រាប់បែកឲ្យបំផ្ទុះពេលពួកគេចាក់ចេញបង្កអគ្គិភ័យយ៉ាងសន្ធោសន្ធៅធ្វើឲ្យអ្នកនៅទីនោះភ័យឆោឡោរត់ប្រាសអាយុយ៉ាងណាកងកម្លាំងថៃនៅតែមិនអាចចាប់ក្រុមបង្កបានដោយករណីមុនដែរដែលពួកគេបើកការវាយប្រហារហើយតែងតែរត់គេចខ្លួនបាត់ដោយសុវត្ថិភាពនេះគឺជាយប់ទី3ដែលក្រុមផ្ដាច់ខ្លួនអុកឡុកចលាចលនៅខេត្តភៀកខាងត្បូងបន្ទាប់ពីពួកគេបើកការវាយប្រហារជាង50លើកកាលពីរាត្រីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ